នេះសំណុំរំលឹកនេះឲ្យតែស្គាល់មេតបម្នាក់របស់លាវប៉ៃតើចឹងដឹងថាលោកគឺជានរណាតាមដានវីដេអូមួយនេះលោកមានឈ្មោះថាគុណអ៊ីដែលមាននាមដើមហៅក្រៅដំបូងថាឆាងសិនតែក្រោយមកលោកក៏បានផ្លាស់ប្ដូរទៅជាអ៊ីងឆាងបន្ទាប់ពីបានប្រព្រឹត្តនៅបទល្មើសមួយហើយបានរត់សត្វអណ្ដាតទៅដល់ស្រុកជួឆ្នាំ184នៃគ្រិស្តសករាជការបះបោររបស់ក្រុមកសែងលឿងក៏បានបន្ទោសឡើងលាវប៉ៃក៏បានប្រមូលផ្ដុំកម្លាំងទ័ពស្ម័គ្រចិត្តមួយនៅស្រុកជួដែលទាំងគុណអ៊ីនិងចាងហ្វៃគឺសុទ្ធតែបានចូលរួមក្នុងទ័ពនេះពួកគេក៏បានធ្វើដំណើរតាមលាវប៉ៃទៅកាន់ទីកន្លែងផ្សេងៗហើយក៏បានចូលរួមនៅក្នុងការបង្ក្រាបទ័ពកសែងលឿងដែរបើនិយាយអំពីទំនាក់ទំនងរបស់លាវប៉ៃគុណអ៊ីនិងចាងហ្វីវិញគឺមានភាពស្និទ្ធស្នាលប្រៀបដូចជាបងប្អូនបង្កើតសូម្បីតែពេលដេកក៏ដេកក្រែតែមួយជាមួយគ្នាដែរនៅខណៈពេលដែលលាវប៉ៃធ្វើជាអ្នកគ្រប់គ្រងនៅភីងយានលោកក៏បានតែងតាំងគុណអ៊ីនិងចាងហ្វីជាមេទ័ពឲ្យម្នាក់ៗគឺដឹកនាំទ័ពរៀងៗខ្លួននៅពេលដែលចូលរួមកម្មវិធីអីមួយជាមួយនឹងលាវប៉ៃគុណអ៊ីនិងចាងហ្វីនឹងគឺតែងតែចោលអមសងខាងលាវប៉ៃដើម្បីការពារសុវត្ថិភាពលាវប៉ៃជានិច្ចនៅឆ្នាំ194នៃគ្រិស្តសករាជឆាវឆាកដោយសារតែខឹងគេសម្លាប់ឪពុកគឺឆាវសងហើយក៏បានបើកការវាយប្រហារទៅស៊ីចៅដែលលោកថាថៅឈៀននឹងគឺមានការពាក់ព័ន្ធជាមួយនឹងការសម្លាប់ឪពុករបស់លោកថៅឈៀនក៏បានស្នើសុំជំនួយពីលាវប៉ៃគុណអ៊ីនិងចាងហ្វីក៏បានដឹកនាំទ័ពជាមួយពាន់នាក់ដើម្បីទៅជួយថៅឈៀនបន្ទាប់ពីឆាវបានដកទ័ពត្រឡប់ទៅវិញថៅឈៀនក៏បានថ្វាយសម្បត្តិទៅកាន់រាជសំណាក់ដោយស្នើសុំតែងតាំងលាវប៉ៃគឺជាអ្នកគ្រប់គ្រងខេត្តយូចៅហើយគុណអ៊ីនិងលាវប៉ៃនឹងក៏បានបោះទ័ពចោលជើងនៅសៀវភៃជាបន្តមកទៀតបន្ទាប់ពីមានការទទូចសុំម្ដងហើយម្ដងទៀតពីសំណាក់ថៅឈៀននិងមន្ត្រីដទៃទៀតទីបំផុតលាវប៉ៃក៏បានទទួលយកតំណែងជាអ្នកគ្រប់គ្រងខេត្តស៊ីចៅវិញឆ្នាំ198នៃគ្រិស្តសករាជកងទ័ពរបស់លាវប៉ៃបានរឹបអូសមាសពីកងទ័ពរបស់លាវពោហើយលាវពោក៏បានបញ្ជូនកៅស៊ុនឲ្យដឹកនាំទ័ពទៅវាយប្រហារលាវប៉ៃឆាវក៏បានបញ្ជូនសៀហតុនដើម្បីទៅជួយលាវប៉ៃប៉ុន្តែត្រូវទទួលបរាជ័យក្រោមដៃរបស់កៅស៊ុននៅក្នុងឆ្នាំដដែលនោះកៅស៊ុនក៏បានវាយបំបែកទ័ពរបស់លាវប៉ៃតាមដំណំហើយឆាវក៏បានដឹកនាំទ័ពទៅដោយផ្ទាល់ធ្វើដំណើរទៅខាងកើតដើម្បីវាយប្រហារលាវពោកងទ័ពរបស់លាវប៉ៃនិងឆាវបានសហការគ្នាចាប់ខ្លួនលាវពោនៅក្រុងសៀវភៃនិងបានគ្រប់គ្រងខេត្តស៊ីចៅបន្ទាប់មកឆាវក៏បានតែងតាំងឈើចៅជាអ្នកគ្រប់គ្រងខេត្តស៊ីចៅបន្ទាប់មកលាវប៉ៃក៏បានធ្វើដំណើរតាមកងទ័ពធំរបស់ឆាវត្រឡប់ទៅកាន់រាជធានីស៊ីទូវិញទាំងគុណអ៊ីនិងចាងហ្វីត្រូវបានតែងតាំងជាមេទ័ពការពាររាជវាំងក្រោយមកយិនស៊ូក៏បានធ្វើដំណើរទៅខាងជើងដើម្បីចូលរួមជាមួយនឹងយិនសាវលាវប៉ៃក៏ទទួលបានបទបញ្ជាពីឆាវឲ្យទៅស្ទាក់ចាប់យិនស៊ូនៅខេត្តស៊ីចៅលាវប៉ៃក៏បានឆ្លៀតឱកាសនោះបានវាយប្រហារនិងសម្លាប់អ្នកគ្រប់គ្រងស៊ីចៅគឺឈើចៅតែឆាវទើបតែបានតែងតាំងណាបន្ទាប់មកលាវប៉ៃក៏បានបញ្ជាឲ្យគុណអ៊ីការពារក្រុងស៊ីភីនិងឲ្យលោកជាអ្នកគ្រប់គ្រងក្រុងខណៈដែលលាវប៉ៃត្រឡប់ទៅកាន់តំបន់សៀវភៃវិញ